និយាយពីថាសាច់បន្លែធ្វើអញ្ចឹងរសជាតិរបស់គេគឺឆ្ងាញ់មែនតើខ្ញុំហាន់សាច់ជ្រូកជាប្រទេសស្ដើងបន្ទាប់មកទៀតខ្ញុំប្រឡាក់ជាមួយអំបិលដាក់ជាមួយប៊ីចេងបើសិនជាបងអត់ញ៉ាំបាច់ដាក់ក៏បានបន្ទាប់មកទៀតខ្ញុំបន្ថែមជាមួយទឹកត្រីប្រឡាក់សាច់អីកុំចាទឹកត្រីម៉ាក់ខ្ញុំប្រាប់ថាដាក់ទឹកត្រីគឺឆ្ងាញ់របស់គាត់មែនបន្ទាប់មកទៀតខ្ញុំបន្ថែមជាមួយនឹងទឹកស្អ៊ីវបើសិនជាបងចង់ដាក់ជាមួយនឹងប្រេងអូលីវប្រេងអីទៀតក៏បានដែរបន្ទាប់មកទៀតខ្ញុំបន្ថែមជាមួយម្រេចដាក់ជាមួយស្ករសបើសិនជាដាក់ស្ករត្នោតក៏បានប៉ុន្តែវាអាំងទៅឆាប់ខ្លោចអីអញ្ចឹងខ្ញុំបន្ថែមជាមួយម្ទេសម៉ត់បន្តិចមកនិយាយពីថារសជាតិពេលឆ្អិនទៅបែបប្រៃផ្អែមហឹលនិយាយពីថារសជាតិឆ្ងាញ់មែនតើប៉ុន្តែថ្ងៃនេះរៀងផ្អែមសម្រាប់ខ្ញុំបន្តិចបងអាចបន្ថែមអំបិលឬក៏ទឹកត្រីបន្តិចទៀតអីក៏បានដែរហើយធ្វើក្បួននេះវាលឿនហើយងាយប៉ុន្តែបើសិនជាយកល្អបងចង់ឲ្យសាច់នឹងមានរសជាតិសព្វល្អយើងគួរតែប្រឡាក់គ្រឿងទាំងអស់សិនណាចាំយើងយកសាច់មកដាក់ប្រឡាក់ម្ដងមួយល្អជាងដល់ពេលខ្ញុំរោយទាំងអស់អញ្ចឹងពេលខ្លះបើសិនជាយើងបញ្ញាប់អាំងញ៉ាំគឺចូលជាតិអត់សព្វទេបងអញ្ចឹងយើងលាយគ្រឿងទេសទាំងអស់នឹងឲ្យសព្វច្បល់ចូលគ្នាហើយចាំយកសាច់មកប្រឡាក់ក៏ល្អដែរហើយខ្ញុំផ្អាប់ទុកចាំទៅទៅយកមកអាំងចេះបងអាំងអញ្ចឹងលឿនខ្ញុំខ្ជិលជៀនឲ្យមានខ្លាញ់អីហើយអាំងមកល្មមបានហើយកុំទុកយូរពេកកុំឲ្យវារឹងអត់ឆ្ងាញ់អញ្ចឹងខ្ញុំបានលាយជាមួយជ្រក់ស្ពៃដែរប៉ុន្តែខ្ជិលបង្ហាញដោយសារធ្លាប់បង្ហាញពីរបៀបធ្វើដែរអញ្ចឹងម្ហូបរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងឯនឹងខ្ជិលខ្លាំងមែនតើអញ្ចឹងហើយធ្វើអានឹងទៅងាយលឿនឆាប់បានញ៉ាំហើយញ៉ាំបាយអស់ឡើងច្រើនទៀតឆ្ងាញ់មែនតើបើសិនបងចូលចិត្តវីដេអូនេះកុំភ្លេចជួយ like page like វីដេអូនេះម្នាក់មួយឬក៏ share ទុកធ្វើញ៉ាំក៏បានដែរតានេះតែឆ្ងាញ់ណាបាយ